សូមស្វាគមន៍ពុកម៉ែបងប្អូនមកកាន់ Channel ខ្ញុំបាទនៅក្នុងវីដេអូមួយនេះខ្ញុំមានរឿងមួយដើម្បីនឹងចែកជូនទៅកាន់បងប្អូនស្ដាប់លេងជាការកម្សាន្តនៅក្នុងរាត្រីយប់មួយនេះរឿងនេះមានចំណងជើងថារឿងឧបសលហកព្រាហ្មណ៍រឿងឧបសលហកព្រាហ្មណ៍នេះផងដែរគឺនិយាយតាក់ទងជាមួយនឹងជីវិតសត្វលោកដែលមាននៅការកើតស្លាប់ញឹកញាប់រាប់មិនអស់ហើយរឿងនេះគឺនិយាយតាក់ទងជាមួយនឹងជីវិតរបស់ព្រាហ្មណ៍ម្នាក់ដែលព្រាហ្មណ៍នឹងឯងគឺជាមនុស្សដែលប្រកាន់នៅខ្លួនខ្លាំងមែនទែនអញ្ចឹងប្រសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចង់ដឹងថាតើសាច់រឿងមួយនេះវាមានអត្ថន័យបែបណាខ្លះនោះសូមពុកម៉ែបងប្អូនរីករាយស្ដាប់ដូចតទៅក្នុងកាលកន្លងទៅហើយមាននៅព្រាហ្មណ៍ម្នាក់ដែលគាត់មានឈ្មោះថាឧបសលហកៈព្រាហ្មណ៍នេះគឺជាអ្នករស់នៅក្នុងនគររាជក្រឹសហើយគាត់នឹងឯងគឺជាអ្នកដែលប្រកាន់នៅខ្លួននៅក្នុងថ្ងៃមួយព្រាហ្មណ៍នឹងក៏បានប្រាប់ទៅកាន់កូនប្រុសរបស់គាត់ថាប្រសិនជាអញស្លាប់ទៅនៅក្នុងវេលាណាចូលឯងចាត់ចែងបូជានៅសពរបស់អញត្រង់កន្លែងណាដែលមនុស្សទាំងឡាយមិនដែលបូជាមិនធ្លាប់ចោលនៅសាសពមិនធ្លាប់កប់នៅសាសពរបស់អ្នកដទៃនៅក្នុងខណៈពេលនោះនៅពេលដែលកូនរបស់គាត់បានឮគាត់ប្រាប់ដូច្នោះហើយកូនរបស់គាត់នឹងឯងក៏បាននិយាយប្រាប់ទៅកាន់គាត់វិញថាខ្ញុំមិនអាចនឹងដឹងថាទីកន្លែងណាដែលបរិសុទ្ធស្អាតមិនដែលមានបុគ្គលណាយកសាសពទៅបូជាឬក៏ទៅកប់ចោលនោះទេហើយដូច្នេះសូមបិតាចង្អុលប្រាប់ទីដែលបរិសុទ្ធនោះដល់កូននៅក្នុងខណៈពេលនោះឧបសលហកព្រាហ្មណ៍នឹងឯងបងប្អូនក៏បានចង្អុលនៅទីលើកំពូលភ្នំកិច្ចកោฏត្រង់ចន្លោះភ្នំ3ហើយក៏បាននាំកូនប្រុសនឹងឯងឡើងទៅលើកំពូលភ្នំចង្អុលប្រាប់ទីនោះដោយសពគ្រប់ទៅដល់កូនប្រុសនោះបន្តមកទៀតក៏បាននាំគ្នាចុះត្រឡប់មកខាងក្រោមវិញលួមកដល់ជើងភ្នំគាត់នឹងឯងក៏បានជួបនឹងឥសីមួយរូបដែលជាអ្នកបានសម្រេចនៅអភិញ្ញាណនិងសមាបត្តិខណៈពេលនោះឥសីនឹងឯងក៏បានឃើញជនទាំងពីរអ្នកនោះហើយឥសីនោះក៏បានសួរថាម្នាក់ព្រាហ្មណ៍អ្នកនាំគ្នាមកអំពីទីណាព្រាហ្មណ៍ដែរជាកូននោះក៏បានប្រាប់ទៅកាន់ឥសីនោះថាខ្ញុំមកពីមើលទីដែលបរិសុទ្ធដែលមិនដែលមានបុគ្គលណាមួយយកសាកសពទៅកប់ឬក៏ទៅបូជាទៅចោលនៅក្នុងទីនោះព្រោះបិតារបស់ខ្ញុំបានប្រាប់ថានៅពេលដែលគាត់ធ្វើនៅមរណកាលទៅឲ្យខ្ញុំនឹងឯងយកសពរបស់គាត់ទៅបូជានៅក្នុងទីដែលបរិសុទ្ធដែលមិនដែលមានបុគ្គលណាគេយកសាកសពនឹងឯងទៅបូជាទៅកប់ទៅចោលនៅក្នុងទីនោះខណៈពេលនោះឥសីនៅពេលដែលលោកបានរំលឹកជាតិបានលោកក៏បបួលនៅព្រាហ្មណ៍ទាំងពីរនាក់ត្រឡប់ទៅលើកំពូលភ្នំនោះម្ដងទៀតលុះទៅដល់ហើយលោកក៏ឲ្យព្រាហ្មណ៍ដែលជាកូននឹងចង្អុលបង្ហាញនៅទីនោះឥសីឃើញហើយក៏រំលឹកជាតិរបស់ព្រាហ្មណ៍ដឹងដោយសពគ្រប់ទើបបាននិយាយថាម្នាក់ព្រាហ្មណ៍បិតារបស់អ្នកធ្លាប់កើតនៅក្នុងត្រកូលព្រាហ្មណ៍នាក្រុងរាជក្រឹសនេះមានឈ្មោះថាឧបសលហកៈដោយកាលឥឡូវនេះជាច្រើនជាតិមកហើយលុះស្លាប់ទៅក៏បាននាំនៅសពនឹងឯងមកបូជានៅក្នុងទីនេះចំនួន 14000 ជាតិហើយទើបលោកសម្ដែងនៅគាថាប្រាប់ទៅដល់ព្រាហ្មណ៍នោះថាឧបសលហកៈនាមេណាសហសានិចតតស្សៈអស្ម័យបតិសេតេដេនិណដ្ឋិលោកេអនាមតៈយមហេសច្ចពាធម្មោចអហិង្សាសញ្ញមោតមោអេតតរិយសេវន្តិអេតាំងលោកេអនាមតៈដែលមាននៅសេចក្តីថាព្រាហ្មណ៍ឈ្មោះឧបសលហកៈត្រូវគេបូជានៅក្នុងទីនេះចំនួន 14000 ជាតិមកហើយទីស្ថានដែលសត្វមិនស្លាប់តគ្នាឥតមាននៅក្នុងលោកនេះនោះទេសច្ចធម្មៈ
ហិង្សាសញ្ញមៈនិងតមៈទាំង5នេះមាននៅក្នុងទីណាព្រះអរិយទាំងឡាយតែងសែបនៅទីនោះឯងឈ្មោះថាអនាមតៈឥតមានសត្វស្លាប់តគ្នាឡើយព្រាហ្មណ៍ទាំងពីរនាក់នោះលើដូច្នោះហើយក៏លែងខ្វល់ខ្វាយនៅក្នុងទីបូជាសពបន្ទាប់មកទៀតក៏បានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញទៅហ្នឹងហើយអញ្ចឹងបន្ទាប់ពីពុកម៉ែបងប្អូនទាំងអស់គ្នាបានស្ដាប់នៅសាច់រឿងមួយនេះហើយតើបងប្អូនយល់ថាសាច់រឿងមួយនេះយ៉ាងណាដែរបងប្អូនអាចស្ដាប់ហើយពិចារណាគិតត្រេះរិះដោយខ្លួនឯងទៅហ្នឹងហើយដើម្បីឲ្យកើតទៅជាប្រយោជន៍ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាគិតឃើញយ៉ាងណាក៏យកយ៉ាងហ្នឹងទៅណាព្រោះថាបញ្ញានៃការគិតរបស់មនុស្សយើងម្នាក់គឺមិនដូចគ្នានោះទេដល់ឡែកទៅសាច់រឿងមួយនេះប្រសិនជាឲ្យមនុស្ស10នាក់គិតគឺគាត់គិតចេញផ្សេងពីគ្នាទាំង10នាក់តែម្ដងហ្នឹងហើយអញ្ចឹងបងប្អូនគិតបានប៉ុណ្ណាគឺយកប៉ុណ្្នឹងទៅតែគ្រប់សាច់រឿងទាំងអស់បងប្អូនជាពិសេសគឺរឿងបឋមក៏ដូចជារឿងនិទានជាដកជាដើមហ្នឹងហើយឬក៏រឿងផ្សេងទៀតរឿងទាំងអស់គឺសិតតែមានបង្កប់នៅអត្ថន័យគ្រាន់តែថាពេលខ្លះយើងដែលជាអ្នកមើលគឺយើងមិនបានចាប់អារម្មណ៍ដែលយើងមើលត្រឹមតែជាការកំសាន្តចិត្តមើលហើយក៏បំភ្លេចវាចោលទៅវិញអញ្ចឹងទៅហ្នឹងហើយក៏ប៉ុន្តែគ្រប់រឿងទាំងអស់គឺសិតតែមានបង្កប់ទៅដោយអត្ថន័យផ្សេងគ្រាន់តែពេលខ្លះគឺយើងមិនបានចាប់អារម្មណ៍ទៅប៉ុណ្្នឹងទេហ្នឹងហើយអញ្ចឹងវីដេអូមួយនេះខ្ញុំមិនមានអ្វីវែងឆ្ងាយទៀតនោះទេបងប្អូនសង្ឃឹមថាបងប្អូននឹងយល់ហើយអធិស្ឋានផងបើសិនជាមានសំឡេងរំខានអីដោយសារតែខាងខ្ញុំឯនេះគឺគេមានកម្មវិធីអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងមុននឹងបញ្ចប់នៅវីដេអូមួយនេះខ្ញុំពិតជាអរគុណទៅដល់បងប្អូនខ្លាំងមែនទែនសម្រាប់ការទស្សនានៅវីដេអូមួយនេះតាំងតែពីដើមរហូតដល់ចប់ជាចុងក្រោយនេះខ្ញុំក៏សូមជូនពរឲ្យពុកម៉ែបងប្អូនជួបប្រទះពុទ្ធពរទាំងឡាយ5ប្រការដែលមានអាយុវណ្ណៈសុខៈពលៈបដិភេណៈជាដើមប្រសិនជាពុកម៉ែបងប្អូនមានគោលបំណងបងប្រាថ្នានៅសម្បត្តិណាមួយនោះក៏សូមឲ្យបងប្អូនបានសម្រេចដោយសេចក្តីប្រាថ្នាកំបីឃ្លៀងឃ្លាតឡើយសូមអរគុណនិងសូមគោរពជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀត